ការបញ្ជូនទិន្នន័យចេញពី ESP មកកាន់ Google Firebase មានភាពលឿនរហ័សល្អសម្រាប់ real time database យើងអាចបញ្ជូនទិន្នន័យ PSP មកក្នុងរយៈពេល1ទៅ2 second ហើយរត់តែល្អជាងនឹងទៀតយើងក៏អាចភ្ជាប់វាដើម្បីបញ្ជូនជាលក្ខណៈ store historical data ទុកបាននៅក្នុងនឹងផងដែរអញ្ចឹងយើងអាចមើលបានទាំងពីរទី1 real time data ហើយនិងទី2 historical data អញ្ចឹងក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងការបញ្ជូនទិន្នន័យចេញពី sensor ភ្ជាប់មក ESP ហើយ connect ជាមួយ Wi-Fi manager បន្ទាប់មកខ្ញុំនឹងបញ្ជូនទិន្នន័យទាំងអស់ហ្នឹងមកកាន់ Google Firebase ជំហានដំបូងដែលអ្នកគ្នាត្រូវធ្វើអ្នកគ្នាចូលទៅកាន់ Google Firebase ហ្នឹងមកចូលទៅតាម link ទៅតបមកអ្នកគ្នាយក create a new Firebase project តបមកដល់កន្លែងនេះគេអ្នកគ្នាដាក់ឈ្មោះ project ខ្ញុំដាក់ BME 608 login តបមកចុច continue កន្លែងនេះខ្ញុំចុច continue ទៀតតបមកកន្លែង create a project នេះstep ទី2ហ្នឹងអ្នកគ្នាធ្វើការបិទGoogle Analysis for this project អាហ្នឹងយើងអត់ប្រើវាទេអ្នកគ្នាធ្វើការបិទចោលតមកអ្នកគ្នាចុច create project តទៅទៀតមកដល់ចំណុចនេះអ្នកគ្នាធ្វើការរងចាំឲ្យវាពេញសិនទៅបន្ទាប់ពីពេញហើយអ្នកគ្នាចុច continue ពេលអ្នកគ្នាចូលមកដល់ផ្ទាំងខាងក្នុងអ្នកគ្នាយកពាក្យ bill តមកអ្នកគ្នាចុចចូលទៅកាន់ authentication អ្នកគ្នាយកពាក្យ get started ចូលមកដល់កន្លែងនេះជាកន្លែងសម្រាប់យើង sign in ប្រើប្រាស់ project របស់អ្នកគ្នាហ្នឹងអញ្ចឹងកន្លែងនេះយើងអាច control បានចំនួន user ផងដែរអញ្ចឹងអ្នកគ្នារបៀបភ្ជាប់យើងមានច្រើនប្រភេទក្នុងការ sign in ចូលតែខ្ញុំឲ្យអ្នកគ្នាយក anonymous នេះមកអ្នកគ្នាធ្វើការ enable វាទៅហើយចុច save បន្ទាប់ពីនឹងមកអ្នកគ្នាចុច build ម្ដងទៀតហើយទៅរកពាក្យ real time database អញ្ចឹងខ្ញុំបោះទិន្នន័យមកកន្លែង real time database មួយហ្នឹងតើបើកន្លែងនេះអ្នកគ្នាយក create database ចូលមកដល់ខាងក្នុងនេះអ្នកគ្នាធ្វើការជ្រើសតំបន់អញ្ចឹងតំបន់របស់យើងអ្នកគ្នាយក Singapore មកតំបន់ AC អ្នកគ្នាចុច next ចូលមកដល់កន្លែងនេះអ្នកគ្នាយក start in log mode មកដោយសារ start in test mode នេះយើងប្រើបានរយៈពេល30ថ្ងៃវាឲ្យយើងចូលមកប្រើ start in log mode វិញហើយអញ្ចឹងបាទដំបូងយើងយក start in test mode សម្រាប់ការធ្វើ test អញ្ចឹងបាទខ្ញុំ recommend អ្នកគ្នាយកអានេះប្រើទៅយើងចាំបាច់ដូរម្ដងទៀតទេអញ្ចឹងយក start in log mode មកតើមកអ្នកគ្នាចុច enable វាអញ្ចឹងផ្ទាំងមួយនេះជា link សម្រាប់អ្នកគ្នាធ្វើការ send data មក project របស់អ្នកគ្នាអញ្ចឹងអ្នកគ្នាចូលទៅកាន់ authentication វិញសិនដើម្បីចូលទៅធ្វើការអ្នកគ្នាធ្វើការ enable បង្កើត Gmail សម្រាប់ account user អញ្ចឹងអ្នកគ្នា add user មកអញ្ចឹង Gmail នេះអ្នកគ្នាដាក់ Gmail អីក៏បានដែរវាអត់សំខាន់ទេអញ្ចឹងឥឡូវខ្ញុំធ្វើការដាក់ Gmail ជា BME ឈ្មោះ sensor របស់ខ្ញុំហ្មងទៅអញ្ចឹងខ្ញុំដាក់BME 608ខ្ញុំដាក់ @gmail.com ហើយ password វាខ្ញុំយកដាក់ថា BME login @2025ខ្ញុំចុច add user មកតបមកអ្នកគ្នាចូលមកកន្លែងកូដដើម្បីរៀបចំការបោះទិន្នន័យនឹងមកអញ្ចឹងចំពោះកូដចំណុចដែលអ្នកគ្នាត្រូវធ្វើការផ្លាស់ប្ដូរហើយនឹងចំណុចសំខាន់ខ្ញុំនឹងលម្អិតវាឲ្យអ្នកគ្នាបានដឹងអញ្ចឹងចំពោះផ្នែកខាងលើជាផ្នែក library បើអ្នកគ្នាអត់ទាន់មាន library ទេអ្នកគ្នាចូលទៅ download library ហ្នឹងមកជាពិសេសគឺ library Wi-Fi manager អញ្ចឹង Wi-Fi manager ក្នុងវីដេអូនេះខ្ញុំធ្វើការភ្ជាប់ Wi-Fi manager ទៅជាមួយ ESP ហើយ Wi-Fi manager វាមានភាពងាយស្រួលជាង Wi-Fi 8យើងអាចចូលដូរ password វាបានតាមទូរស័ព្ទដៃឬតាម laptop ដោយមិនចាំបាច់ធ្វើការ upload code ម្ដងទៀតដូច Wi-Fi 8កាលពីវីដេអូមុនទេ library I2C communication អានេះ library sensor អានេះ library របស់ Firebase សម្រាប់ប្រើជាមួយ ESP32 ដូចគ្នាជា library របស់Firebase ខាងក្រោមនេះជា library time ដែលយើងទាញម៉ោងពីអ៊ីនធឺណិតយកមកប្រើ ESP យើងទាញម៉ោងពីអ៊ីនធឺណិតយកមកប្រើយើងប្រើ library មួយហ្នឹង
តបមកចំណុចសំខាន់ទី1តាក់ទងនឹង link អញ្ចឹងអាកន្លែង Firebase host នេះអ្នកគ្នាចូលទៅយក link កន្លែង project របស់អ្នកគ្នាមិញហ្នឹងអញ្ចឹងអ្នកគ្នាចូលមកកន្លែង real time database នេះហើយអ្នកគ្នាធ្វើការ copy អា link មួយនេះអញ្ចឹងជា link Firebase ដែលអ្នកគ្នាត្រូវយកមកប្រើនៅក្នុងការសរសេរ code ដើម្បីបោះ data ទៅកាន់ Google Firebase ហ្នឹងអ្នកគ្នាយកមក copy paste វាមក API key នេះអ្នកគ្នាចូលទៅយកនៅក្នុង Google Firebase ដូចគ្នាអញ្ចឹងអ្នកគ្នាចូលមកកន្លែង setting នេះមកតោះមកអ្នកគ្នាបន្ទាប់មកអ្នកគ្នាចូលយកកន្លែង project setting ហើយអ្នកគ្នានឹងឃើញនេះ web API key អ្នកគ្នាធ្វើការ copy អាហ្នឹងមក copy ទាំងអស់តោះមកអ្នកគ្នាយកមក paste នៅកន្លែង API key ហ្នឹងទៅតោះមកខាងនេះជា object របស់ Firebase ទេយកប៉ះពាល់វាទេអា3ជួរលើចំណាយជួរខាងនេះជា flag ឬក៏ជា status នៅពេលដែល Firebase វាមានបញ្ហាដូចថា connection វា fail ឬក៏វាបញ្ជូនបោះ data អត់ទៅអញ្ចឹងវានឹង feedback ឲ្យយើងមកវិញកន្លែងនេះ object sensor យើងទុកនៅដដែលកន្លែងនេះជា timer អញ្ចឹង timer ខ្ញុំមាន3 timer ទី1 timer របស់ sensor អញ្ចឹង timer ចាប់ផ្ដើមពី0ដល់2 second sensor ខ្ញុំនឹងបោះ read data output វាមកម្ដងក្នុង loop អញ្ចឹងវាធ្វើការជា cycle unsigned long ហ្នឹងអាហ្នឹងវាជា timer ណាគ្នាអញ្ចឹង timer ទី2ជា timer សម្រាប់ upload code មកកាន់ Firebase real time អញ្ចឹងចំពោះ real time ខ្ញុំប្រើ2 second ម្ដងនៅក្នុង loop ឲ្យវាបោះទិន្នន័យ sensor ហ្នឹងយកមកក្នុង Google Firebase រយៈពេល2 second ម្ដងនិងរយៈពេលរបស់ historical data ខ្ញុំយក10 second ម្ដងអានេះស្រេចលើតែអ្នកគ្នាយក1 second ម្ដងដែរព្រោះអាហ្នឹងវាជាទិន្នន័យ store ទុកយើងអត់ត្រូវការបញ្ជូនវាមកលឿនដូច real time ទេអញ្ចឹងអ្នកគ្នាអាចធ្វើការផ្លាស់ប្ដូរទៅតាមម៉ោងដែលអ្នកគ្នាគិតថាវាល្អខ្ញុំមានប្រើប៊ូតុងខ្ញុំប្រើប៊ូតុង pin 13មកគ្រាប់ដើម្បីធ្វើការចុចប៊ូតុងរយៈពេល1 second ទៅខ្ញុំនឹងធ្វើការផ្លាស់ប្ដូរ password Wi-Fi ហើយនេះដូចគ្នានេះរយៈពេល1 second នេះជា timer របស់ប៊ូតុងខ្ញុំចុច hold ប៊ូតុង1 second ទៅខ្ញុំអាចចូលទៅ config password Wi-Fi នៅក្នុង setting បានហើយអានេះដូចគ្នាជា fall ជា status របស់ប៊ូតុងទេបើវាចុចទៅមាន fall ឯងវា feedback ឲ្យមកយើងវិញកន្លែង object របស់ Wi-Fi manager កន្លែងនេះជា function យើងយកមកពី internet មកប្រើអ្នកគ្នាអាចចាំបាច់ប៉ះពាល់វាដែរកន្លែង void initialize Firebase non blocking នេះអាហ្នឹងកន្លែងដែលអ្នកគ្នាសំខាន់មួយដែរកន្លែងហ្នឹងជាកន្លែងដែលសំខាន់មួយដែរអ្នកគ្នាចូលមកមើលកន្លែងនេះអញ្ចឹងអ្នកគ្នាចូលមកដាក់ Gmail និង password ដែលអ្នកគ្នាបានបង្កើតមុនហ្នឹងអញ្ចឹង Gmail របស់ខ្ញុំចូលទៅយក Gmail ដែលខ្ញុំបានបង្កើតមិញមកនេះ Gmail របស់ខ្ញុំចឹងខ្ញុំផាសវានៅកន្លែងលើហ្នឹងមកបន្ទាប់មក password ចឹង password របស់ខ្ញុំមិញ BME login at 2025អញ្ចឹង BME login at 2025តបមកអ្នកគ្នាអាក្រោមនេះយើងអត់ប៉ះពាល់ទេទុកវានៅដដែលកន្លែង voice upload real time នេះកន្លែងហ្នឹងអ្នកគ្នាត្រូវធ្វើការផ្លាស់ប្ដូរទៅតាម output sensor របស់អ្នកគ្នាអញ្ចឹង sensor របស់ខ្ញុំមាន4 output នេះជាមួយនឹង timestamp នេះយើងអត់ធ្វើការផ្លាស់ប្ដូរវាទេកន្លែងនេះកន្លែង output value របស់ sensor អ្នកគ្នាទៅយកពីកន្លែង void read របស់វាមកអាហ្នឹងនេះជាកន្លែង serial print ហ្នឹងអ្នកគ្នាកន្លែង serial print បន្ទាប់ពី serial print ឈ្មោះ parameter ហើយ serial print value អញ្ចឹងអ្នកគ្នាយកអា serial print value ហ្នឹងមកធ្វើការផាសវាចូលកន្លែង send value ទៅកាន់ Firebase អញ្ចឹងអ្នកគ្នា copy អាហ្នឹងមកដាក់មួយឲ្យគ្រប់ចំនួន output sensor របស់អ្នកគ្នាទៅអាទី1នេះជាឈ្មោះ parameter ហើយអាទី2ជាតម្លៃ value ដែលយើងត្រូវបោះទៅកាន់ Google Firebase អ្នកគ្នា copy ផាសដាក់ឲ្យត្រូវដូចគ្នាមកបានវាស្គាល់ហើយវាបញ្ជូនទៅដល់មកខាងក្រោមនេះយើងទុកនៅដែរអាហ្នឹងជា code function របស់វាទេចូលដល់ voice setup សម្រាប់ voice setup អ្នកគ្នាមាន serial monitor សម្រាប់មើលពេល upload code ហើយអ្នកគ្នាមាន while begin សម្រាប់ I2C communication ធ្វើការតាក់ទងគ្នាអញ្ចឹងធ្វើការ start up sensor បន្ទាប់មក start up ប៊ូតុងដែរកន្លែងនេះអ្នកគ្នាធ្វើការ config ទៅលើ password Wi-Fi ពេលដែលអ្នកគ្នា upload program ហើយយើងអាចមើល serial monitor ថា start វា
feedback មកយើងវិញ starting Wi-Fi manager ហើយអ្នកគ្នាចូលទៅ config password Wi-Fi នៅក្នុង setting តាមរយៈ config ESP Wi-Fi ពេលអ្នកគ្នា upload program ចូលហើយវានឹង load អានឹងមកឲ្យយើងចូលទៅ config អ្នកគ្នាចុចលើហ្នឹងហើយចូល config វាបានហើយពេលតែ config បានជោគជ័យវា load ពាក្យ Wi-Fi connected ពេលអត់ទេវា load ពាក្យ fail មកហើយវា skip ដើម្បីធ្វើការនៅក្នុង loop ជាបន្តទៀតអានេះជា function ទាញម៉ោងយកពី internet មកប្រើយើងអត់ប៉ះពាល់វាដែរចំពោះ loop ចឹង loop unsigned long now នេះស្មើ Melis នេះយើងទាញយក timer Melis នៅពីលើយកមកប្រើចឹងចំពោះ loop ករណីនេះ timer យើងប្រើជា Melis ចឹង loop ដំណើរការទាំងអស់វាអត់ធ្វើការចាំគ្នាមួយ step ហើយតោះតែ step ទី1ហើយទៅ step ទី2ហើយឯងដោយសារយើងប្រើ Melis timer ចឹងវាធ្វើការដំណើរគ្នាដល់មកមួយណាមួយនឹងអ្នកធ្វើការវាអាចធ្វើការព្រមពេលក្នុងពេលតែមួយបានកាលណាយើងប្រើ delay Melis ចឹងអាទី1នេះសម្រាប់ផ្នែក function របស់ប៊ូតុងទៅពេលអ្នកគ្នាចុចប៊ូតុងរយៈពេល 1 second ចឹង ESP វានឹងធ្វើការ reset password Wi-Fi ដែលអ្នកគ្នាបានភ្ជាប់ការពីមុនហ្នឹងចោលហើយយើងអាចចូលទៅ config password Wi-Fi ថ្មីបានតាមរយៈ config ESP 32ដែលវាមានបើកនៅក្នុង setting ទូរស័ព្ទឬក៏ laptop របស់អ្នកទាំងគ្នាតបមកកន្លែងនេះជា function របស់ sensor វាធ្វើការចឹងវាធ្វើការរៀងរាល់2 second ម្ដងទៅតាម timer ដែលបានកំណត់ការពីខាងលើកន្លែងនេះបញ្ជូនទិន្នន័យបោះទិន្នន័យមកជា output ដូចគ្នាចឹង output នេះយើងតាំងពីលើចឹង temperature នេះយើងតាំងស្មើ output របស់ BME temperature ដល់ Qmid យើងតាំងវាស្មើ BME Qmidity ដូចគ្នាចឹងយើងតាំងវាជា parameter ហើយឲ្យវាស្មើតម្លៃ value ដែលយើងត្រូវយកមក read ហ្នឹងចឹងអាកន្លែងតម្លៃ value នេះខ្ញុំបញ្ជាក់ម្ដងទៀតតម្លៃ value យើងសំខាន់មាន2កន្លែងទី1សម្រាប់ value historical data និងទី2សម្រាប់ value real time data ដែលអ្នកនរគ្នាត្រូវធ្វើការបោះទៅកាន់ Google Firebase ចឹងអ្នកនរគ្នាធ្វើការ copy ដូចគ្នាយកមកដាក់ឲ្យត្រូវដូចគ្នាសារ value ទី1 value real time value ទី2ជា value historical data ចឹងអ្នកនរគ្នាធ្វើការ copy ហើយយកមកផាសឲ្យបានត្រឹមត្រូវទៅតាម output របស់អ្នកនរគ្នាដែលវាបោះមកហ្នឹងជាតម្លៃ value គឺយើងយកពីកន្លែង serial print នៅក្នុងវងកញ្ចក់នេះយើង copy ទៅផាសនៅកន្លែង send to Firebase អាហ្នឹងកន្លែង link send ទៅហើយតោះមកអ្នកគ្នាធ្វើការ check មើល Firebase ហ្នឹងថាវា start up បានជោគជ័យហើយឬនៅតែបើអត់ start up បានជោគជ័យទេវាមាន feedback ឲ្យយើងមកតាមហ្នឹងទៀត function នេះជា function upload code ទៅ real time រយៈពេលរៀងរាល់2 second ម្ដងវាធ្វើការតាម timer ដែលបានកំណត់ការពីខាងលើខាងក្រោមនេះដូចគ្នា function upload code ទៅ Firebase ដូចគ្នាប៉ុន្តែវា upload code លក្ខណៈ historical data រៀងរាល់10 second ម្ដងនៅក្នុង loop ចឹងអ្នកគ្នាធ្វើការ upload រៀងរាល់10 second ម្ដងចំពោះ historical data និង2 second ម្ដងចំពោះ real time database ដែល upload code ចូលទៅក្នុង Google Firebase ចឹងបន្ទាប់មកទៀតអ្នកគ្នាចូលទៅកន្លែង account Google Firebase របស់អ្នកគ្នាមិញហ្នឹងមកហើយចូលទៅកន្លែង real time database បន្ទាប់មកអ្នកគ្នាមកមើលកន្លែង rule នេះអញ្ចឹងកន្លែង rule ហ្នឹងជាកន្លែងយើងកំណត់ user ដែលគេអាច read និង write មកលើ project របស់អ្នកគ្នាបានអញ្ចឹងខ្ញុំមាន rule របស់ខ្ញុំមួយសម្រាប់យកមកដាក់បញ្ចូលក្នុងកន្លែងរបស់ខ្ញុំហ្នឹងអញ្ចឹង rule របស់ខ្ញុំមានទី1អានេះជា auth នេះជា authentication ដែលអ្នកគ្នាបានបង្កើតការពីដំបូងអញ្ចឹងមានតែ account និង password Gmail របស់ខ្ញុំទេដែលអាចប្រើប្រាស់និង send data read write data មកកាន់ project របស់ខ្ញុំបានតទៅមកខ្ញុំមាន real time database ហើយនិង historical database អញ្ចឹងមានតែ user Gmail របស់ខ្ញុំនឹងទេដែលអាចចូលមកសរសេរ read write នៅលើ project របស់ខ្ញុំបានអញ្ចឹងតទៅមកខ្ញុំចុច public វាបន្ទាប់ពី public វាបានហើយអ្នកគ្នាទៅធ្វើការ upload code បញ្ចូលទៅក្នុង ESP ទៅហើយខ្ញុំធ្វើការដាក់ប្រភពចូល ESP របស់ខ្ញុំហើយដាក់ដោយ USB ចូលដើម្បីធ្វើការ upload code តោះមកខ្ញុំចុចពាក្យកន្លែង upload ហើយខ្ញុំបើក serial monitor ដើម្បីមើល
តទៅពី upload គាត់ទៅពេញហើយអ្នកគ្នាឃើញ ESP វាបើក port ដើម្បីចូល config password Wi-Fi ហើយអញ្ចឹងអ្នកគ្នាចូលមកកន្លែង Wi-Fi មកតោះមកអ្នកគ្នានឹងឃើញនេះអ្នកគ្នានឹងឃើញ config ESP 32អញ្ចឹងអ្នកគ្នាចុចលើហ្នឹងមកចុចពី connect ទៅបន្ទាប់មកវានឹង load ចូលមកកាន់ផ្ទាំងមួយអ្នកគ្នាចូល config password Wi-Fi អញ្ចឹងអ្នកគ្នាចូលមកកន្លែង configure Wi-Fi មកចុច click លើវាតើមករើសឈ្មោះ Wi-Fi របស់អ្នកគ្នាហើយដាក់ password Wi-Fi ចូលតើមកចុច enter ទៅអ្នកគ្នានឹងឃើញ ESP របស់អ្នកគ្នា start នេះឥឡូវវា connect ទេអ្នកគ្នាឃើញវាដាក់ connect to new API success អញ្ចឹងវា connect ចូល Wi-Fi របស់ខ្ញុំ success ហើយវាចាប់ផ្ដើមធ្វើការបញ្ជូនទិន្នន័យរបស់ sensor ហ្នឹងចូលមកក្នុង Firebase បានហើយអញ្ចឹងអ្នកគ្នាចូលទៅមើល Google Firebase របស់អ្នកគ្នាវិញមកអ្នកគ្នាចុចមើលកន្លែងសញ្ញាព្រួយនេះមកនឹងឃើញទិន្នន័យ real time database ជាមួយនឹង historical data អញ្ចឹងឥឡូវទិន្នន័យរបស់ខ្ញុំបញ្ជូនមកហ្នឹងទទួលបានជោគជ័យហើយវាបោះមកជាលក្ខណៈ JSON tree វាមិនមែនជាបោះមកជាប្រអប់ដូចយើងបោះទៅ Google Sheet ដោយការពីលើកមុនទេអញ្ចឹងអានេះវាបោះមកជាលក្ខណៈ JSON tree វាមានលក្ខណៈបែបហ្នឹងហើយបើអ្នកគ្នាចង់បានឲ្យវា display ទិញជាប្រអប់ដោយ Google Sheet ស្អាតចឹងហ្នឹងយើងអាចយកវាទៅសរសេរជា dashboard ធ្វើសម្រាប់គេនិយាយថាជាលក្ខណៈ HTML ណាគ្នាអាហ្នឹងចឹងវីដេអូមានតែប៉ុណ្្នឹងអ្នកគ្នាអរគុណសម្រាប់ការទស្សនានៅវីដេអូនេះហើយខ្ញុំនឹងមានកូដទាំងអស់ខ្ញុំនឹងធ្វើការ upload ចូលទៅក្នុង description របស់ខ្ញុំហ្នឹងនៅកន្លែងក្រោម YouTube link YouTube ហ្នឹងអ្នកគ្នាអាចចូលទៅយកបាននៅក្នុង description របស់ខ្ញុំ